ស៊ូឬក៏ឆាត់វ៉ាន់ជើងនេះកើតឡើងនៅពេលដែលយើងពុំមានលំនឹងល្អនៅពេល free fall ហើយនៅពេលដែលយើងទាញបើកឆាត់គឺវាវ៉ាន់ជាប់ជាមួយនឹងជើងយើងគឺជាបញ្ហាដែលអ្នកលោតឆាត់ទាំងអស់ភ័យបុកពោះតែម្ដងបើសិនជាវាកើតឡើងថ្ងៃនេះខ្ញុំនឹងលើកយកបញ្ហា4ប្រភេទដែលអ្នកលោតឆាត់ទាំងអស់តែងតែប្រុងប្រយ័ត្ននៅពេលលោតឆាត់ហើយមិនចង់ឲ្យបញ្ហាទាំងនោះកើតមានឡើងចំពោះខ្លួនឡើយបញ្ហាទាំង4នោះគឺមានដូចជា Hosu Backlog Line Over ហើយនិង Streamer បញ្ហាទី1គឺឆាត់អាចនឹងវាន់ជាប់ជើងរបស់យើងដែលជាភាសាអង់គ្លេសគេហៅថា Hosu បញ្ហានេះកើតមានឡើងនៅពេលដែលអ្នកលោតឆាត់គាត់ទាញឆាត់ខុសបច្ចេកទេសពលគឺគាត់ពុំមានលំនឹងល្អនៅពេលដែលគាត់ទាញឆាត់ហើយពេលខ្លះនៅពេលដែលគាត់ទាញឆាត់គឺក្បាលទៅក្រោមជើងឡើងលើអញ្ចឹងនៅពេលដែលឆាត់វាចេញមកវាន់ជាប់នឹងជើងរបស់គាត់បញ្ហាទី2នោះគឺគេហៅថា Backlog នេះគឺកើតឡើងនៅពេលដែលយើងទាញបើកឆាត់ប៉ុន្តែនៅពេលដែលឆាត់វាចេញទៅក្រៅគឺការបូមនៃឆាត់នោះត្រូវបានរុំជាប់ដោយខ្សែឆាត់ឬក៏បញ្ហាមួយទៀតដោយសារតែមាត់ឆាត់ឬក៏កន្លែងដែលបើកឆាត់ចេញហ្នឹងគឺវាគាំងជាប់ទើបធ្វើឲ្យឆាត់មិនអាចចេញពីដុំខ្មៅឬក៏កតាបនឹងបានឆាត់ជាប់គាំងនៅក្នុងកតាបឬក៏ backlog នេះវាអាចបណ្ដាលមកពីបញ្ហាច្រើនយ៉ាងប៉ុន្តែបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះគឺអាចបណ្ដាលមកពីអ្នកបត់ឆាត់នោះគាត់បត់ឆាត់ខុសបច្ចេកទេសខ្លួនឯងចឹងហើយទើបខ្ញុំសូមជូននៅពាក្យមួយឃ្លាថាបើសិនជាលោកអ្នកស្រវឹងសូមមេត្តាកុំបើកបរហើយបើសិនជាលោកអ្នកស្រវឹងនោះដែរសូមមេត្តាកុំបត់ឆាត់ឲ្យសោះចំពោះបញ្ហាទី3វិញគេហៅថា line over នេះគឺកើតឡើងនៅពេលដែលខ្សែរបស់ឆាត់គឺវាន់ជាមួយនឹងឆាត់គឺវាបើកទៅលើពេញហើយប៉ុន្តែវាមានខ្សែ1ឬក៏2ឬក៏ខ្សែច្រើនដែលវាន់ជាប់ជាមួយនឹងឆាត់ហើយ line over នេះគឺវាបង្កបញ្ហាធ្វើឲ្យឆាត់បាត់បង់នៅការបញ្ជាមានន័យថាយើងពុំអាចបញ្ជាឆាត់ដូចឆាត់ធម្មតាបានទេហើយវាអាចធ្វើឲ្យយើងធ្លាក់លឿនដែលធ្វើឲ្យយើងគ្រោះថ្នាក់ឬក៏អាចធ្វើឲ្យយើងវិលនៅលើអាកាសតែម្ដងដែលអាចធ្លាក់ដល់ដីគឺបោកជាមួយនឹងដីវាអាចមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតបញ្ហាទី4គឺ streamer នេះគឺកើតឡើងនៅពេលដែលឆាត់បើកចេញមកដែរប៉ុន្តែឆាត់នោះគឺវារួញឬក៏វាបរាជ័យនៅក្នុងការបើក streamer នេះគឺពិបាកនឹងពន្យល់បន្តិចប៉ុន្តែដូចដែលបានបង្ហាញក្នុងរូបអញ្ចឹងគឺឆាត់វាបើកចេញមកហើយវាតាក់វាន់ជាប់គ្នាជាមួយនឹងខ្សែឬក៏អាចវាន់ជាប់គ្នាដោយ slider hang up ហើយបើសិនជាអ្នកលោតឆាត់គាត់ជួបប្រទះនៅបញ្ហា streamer នេះវិញគឺវាធ្វើឲ្យគាត់ពិបាកនៅក្នុងការបញ្ជាឆាត់គឺគាត់មិនអាចបញ្ជាបានមួយទៀតគឺគាត់ធ្លាក់លឿនគឺគាត់ធ្លាក់ចុះលឿនមែនតើចំពោះបញ្ហា streamer នេះសំណួរសួរថាបើសិនជាអ្នកលោតឆាត់គាត់ជួបនៅបញ្ហាទាំង4នេះតើគាត់ត្រូវធ្វើដូចម្តេចអញ្ចឹងនៅក្នុងឆាត់គឺយើងមានឆាត់2ទី1គឺឆាត់ main parachute ទី2គឺឆាត់ reserve ឬក៏ឆាត់បំរុងអញ្ចឹងបើសិនជាគាត់ជួបនៅបញ្ហាទាំងអស់នេះគឺគាត់ដាច់ខាតត្រូវតែព្យាភាសាអង់គ្លេសគេហៅថា immediately execute SOS procedure ឬក៏ទៅតាមការវឹកហាត់របស់គាត់គឺគាត់ត្រូវតែទាញបើកឆាត់បំរុងរបស់គាត់ហើយការទាញបើកឆាត់បំរុងនេះនឹងអាចជួយសង្គ្រោះជីវិតរបស់គាត់បានច្រើនឬក៏ស្ទើរតែ 100% តែម្ដងមួយទៀតនោះគឺចំពោះអ្នកលោតឆាត់គាត់ពុំងាយនឹងមានបញ្ហាទាំងអស់នេះនោះទេបើសិនជាគាត់ទី1គឺគាត់បត់ឆាត់របស់គាត់បានត្រឹមត្រូវគាត់ទទួលបានការវឹកហាត់ត្រឹមត្រូវគឺបញ្ហាទាំងអស់នេះគឺស្ទើរតែពុំមានសោះឡើយអញ្ចឹងមិនបាច់ចាំភ័យបារម្ភរឿងបញ្ហាទាំងអស់នេះទេអ្នកទាំងអស់គ្នាអាចលោតឆាត់ដោយការវឹកហាត់ត្រឹមត្រូវនិងមានបច្ចេកទេសត្រឹមត្រូវគឺនឹងធ្វើឲ្យអ្នកទាំងអស់គ្នាលោតឆាត់ដោយមានសុវត្ថិភាពចុងក្រោយគឺខ្ញុំសូមអរគុណចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអ្នកទាំងអស់គ្នាអាចចុចពាក្យថា follow ដើម្បីតាមដាននិងទស្សនាវីដេអូក្រោយៗវីដេអូនេះអាចមានកំហុសឆ្គងមួយចំនួនដោយសារតែយើងខ្វះរូបភាពហើយខ្ញុំបានប្រើប្រាស់រូបភាពដែលមាន license គឺខ្ញុំអត់ចង់ឲ្យវាជាប់ copyright ទេហើយមួយទៀតវីដេអូនេះគឺធ្វើឡើងដើម្បីគោលបំណងកម្សាន្តនិងការយល់ដឹងមួយចំនួនប៉ុណ្ណោះអញ្ចឹងសូមមេត្តាកុំយកវីដេអូរបស់ខ្ញុំហើយទៅធ្វើដំណាប់តាមឲ្យសោះសូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបជ័យគ្រប់ភារកិច្ចអរគុណ And Tola. There goes Tola. Dude, that's perfect. Oh, beautiful. He got those wings, bro. Wings, baby. Good shoot. All right.